ម្ដេចត្រាំជាប់ផងក្នុងសង្គ្រាមអ៊ីរ៉ាននេះមកពីត្រាំនឹងមនុស្សជុំវិញគាត់វាជោនឹងអួតពេកទៅជាប់ផងបែបនេះលោកឧត្តមសេនីយ៍នាយក Dan Kane បានផ្ដល់មតិថាសង្គ្រាមនេះត្រូវការរៀបតបវាយថ្មើរជើងក្រោយវាយតាមអាកាសតែអ្នកនយោបាយគេគិតថាមិនចាំបាច់នេះគឺអ្វីដែលធ្វើឲ្យអាមេរិកវាយអ៊ីរ៉ាន30ថ្ងៃអត់ដួលការដែលវាយអ៊ីរ៉ាន30ថ្ងៃអត់ដួលពីព្រោះអ្នកនយោបាយអត់ស្ដាប់តាមមេបញ្ជាការទ័ពទេលោកឧត្តមសេនីយ៍នាយក Dan Kane ដែលជាអ្នកកាន់ទ័ពនៅមន្ទីរប៉ង់តាហ្គូនបានផ្ដល់មតិដល់ប្រធានាធិបតីនិងផ្ដល់មតិដល់រដ្ឋមន្ត្រីក្រសួងសង្គ្រាមថាបើចង់ផ្ដួលរបបនៅអ៊ីរ៉ានគឺក្រោយពីវាយតាមអាកាសកងទ័ពថ្មើរជើងត្រូវដាក់នៅក្នុងប្រទេសអ៊ីរ៉ានទើបរបបនឹងផ្ដួលបានអ្នកនយោបាយវាចូលដោយសារវាបានជោគជ័យនៅវ៉េណេស៊ុយអេឡាវាគិតងាយវាថារបបអ៊ីរ៉ាននេះនឹងដួលរលំជាស្វ័យប្រវត្តិដោយសារប្រជាជនអ៊ីរ៉ានក្តៅក្រហាយនឹងវាអញ្ចឹងបើយើងទម្លាក់គ្រាប់បែកលើវាទៅវានឹងដួលរលំហើយក៏បញ្ជាឲ្យកងទ័ពចាញ់ច្បាំងបើតាមមតិរបស់អ្នកជំនាញខាងសង្គ្រាមគឺតលតែដាក់ទ័ពជើងគោកបានអាចផ្ដួលរបបអ៊ីរ៉ានបានមនុស្សនៅក្នុងរដ្ឋាភិបាលលោកប្រធានាធិបតីត្រាំចូលឲ្យអួតអត់ស្ដាប់គេទេក៏បញ្ជាឲ្យគេចាញ់ច្បាំង30ថ្ងៃក្រោយមករបបអ៊ីរ៉ាននៅឈរច្រងងឥឡូវនេះកំពុងតែរៀបទ័ពឡើងគោកប៉ុន្តែទ័ពអត់ច្រើនទៀតអ្នកជំនាញកងទ័ពនៅតែប្រាប់ថាវាអត់គ្រប់កម្លាំងនឹងធ្វើទេបើសិនណាជាអ្នកនយោបាយចេះតែបង្ខំឲ្យតែហ៊ានធ្វើនោះតែហ៊ាននឹងជួបការលំបាករងគ្រោះរបួសឬបាត់បង់ជីវិតច្រើនសង្គ្រាមវាកើតឡើងនៅពេលដែលអ្នកនយោបាយវាអត់ស្ដាប់អ្នកជំនាញកងទ័ពសង្គ្រាមថ្ងៃទី28ខែកុម្ភៈឆ្នាំ2026កើតឡើងដោយសារអាមនុស្សចូលវាអត់ព្រមស្ដាប់តែហ៊ានដល់វាអត់ព្រមស្ដាប់តែហ៊ានបានវាជាប់ថងលោតដល់សប្តាហ៍នេះណាបងប្អូនមិនមែនទេមានអាខ្លះថាខ្ញុំនឹងនិយាយអួតមែនទេកងទ័ពអាមេរិកអត់ចាញ់សង្គ្រាមនឹងទេក៏ប៉ុន្តែមេដឹកនាំនយោបាយវាចូលពេកវាអត់ស្ដាប់ជំនាញទ័ពកាលណាយើងវាយអត់គ្រប់កម្លាំងអត់ផ្ដួលគេបានទេនឹងសុំឲ្យយល់អញ្ចឹងណាកាលណាអត់គ្រប់កម្លាំងគឺអត់អាចនឹងផ្ដួលគេបានទេណាក្រោយពីជាប់ផុងទៅអាមនុស្សចូលហ្នឹងវាចង់ដាក់ទ័ពក៏ប៉ុន្តែឥឡូវនេះមានបញ្ហាមួយទៀតណាវាចង់ឲ្យដាក់ទ័ពភ្លាមទ័ពអត់គ្រប់ទេកាលណាតែហ៊ានអត់គ្រប់ដាក់ទៅគ្រោះថ្នាក់កាលណាតែហ៊ានអត់គ្រប់ក្រោយជាប់ផុងណាត្រាំនៅមានអ្នកមិនព្រមស្ដាប់តាមមេបញ្ជាការកងទ័ពទេណាដោយសារអីដោយសារតែមនុស្សនឹងវាចូលវាអំនួតវាធ្វើឲ្យមានការខូចខាតខ្លាំងណាបងប្អូនវាចូលវាអំនួតវាធ្វើឲ្យមានការខូចខាតខ្លាំងអ្នកដែលស្ដាប់យកទៅពិចារណាមេត្តាគិតឲ្យបានវែងឆ្ងាយខ្ញុំកំពុងតែតាមដានលើអ្វីដែលជាយុទ្ធសាស្ត្រនិងគោលដៅពិតប្រាកដរបស់អ៊ីស្រាអែលក្នុងសង្គ្រាមមួយនេះមានការលាក់កំបាំងនៃគោលដៅដែលគោលដៅនឹងហាក់ដូចជានៅក្នុងដៃរបស់អ៊ីស្រាអែលហើយបើនិយាយទៅអ្នកក្តាប់គោលដៅនឹងគឺឃើញតែគោលដៅនៅក្នុងដៃរបស់លោក Benjamin Netanyahu គាត់អូសដៃក្មេងស៊ីចូលម្នាក់ឲ្យចូលទៅធ្វើសង្គ្រាមដោយបន្ទាន់ក្នុងគោលដៅអ្វីមួយដែលគាត់កំពុងតែធ្វើគោលដៅនេះពិបាកយកមកនិយាយជាសាធារណៈណាស់ពីព្រោះបណ្ដាញនៃអំណាចមួយដ៏ធំកំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រព័ន្ធ social media ដែលកាលណាហ៊ាននិយាយផ្ដេសផ្ដាស់គេនឹងប្រើវិធីមួយដើម្បីបំលែងដូច្នេះការនិយាយស្ដីអ្វីតាក់ទងពីអាចកំបាំងនៃសង្គ្រាមនេះវាទាល់តែលោកអ្នកប្រុសស្រីរៀនស្វែងយល់អំពីសង្គ្រាមនេះដោយខ្លួនឯងខ្លះពួកអាភ្លើខ្លះអត់ដឹងថាខ្ញុំនឹងនិយាយយ៉ាងម៉េចទេពីព្រោះអ្វីពីព្រោះវាកាន់ជើងអាខ្លះទៅកាន់ជើងអ៊ីរ៉ានខ្លះចេះខ្លះចុះទៅបើពួកអាភ្លើណាដែលគិតអញ្ចឹងវាអត់យល់អំពីគោលដៅនៃអ្វីដែលខ្ញុំនិយាយទេខ្ញុំលួចបន្លយពាក្យឲ្យយល់អំពីអាចកំបាំងនៃសង្គ្រាមនេះវាមានអាចកំបាំងរបស់វាហើយអាចកំបាំងរបស់វាអ្នកដែលកាន់ក្តាប់អាចកំបាំងវាហ្នឹងអ្នកនោះសុទ្ធតែជាមនុស្សកំពូលនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់គេមិនមែនធ្វើលេងទេគេមានគោលដៅរបស់គេហ៊ានប្រថុយនឹងសង្គ្រាមលោកទី3
ដើម្បីបានជោគជ័យក្នុងគោលដៅរបស់គេពិបាកយើងយល់ណាស់ក៏ប៉ុន្តែសង្គ្រាមនេះវាជះឥទ្ធិពលមកឲ្យយើងពីព្រោះយើងទទួលផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចហ្នឹងចឹងកុំនិយាយស៊ីជម្រៅព្រោះមានអាភ្លើខ្លះវាអត់យល់ដល់វាអត់យល់វាចេះតែចង់ដឹងដែរវាយហ្នឹងឈ្នះហើយចាញ់អាណាខ្លាំងជាងអាណាមិនមែនរឿងប៉ុណ្្នឹងទេបងប្អូនរឿងជ្រៅជាងនឹងឆ្ងាយហើយវាប៉ះពាល់ឥឡូវនេះធ្វើបច្ចុប្បន្នភាពសិនប្រធានសភាអ៊ីរ៉ាន់បានថ្លែងឲ្យដឹងថាទោះបីសហរដ្ឋអាមេរិកចេះតែនិយាយពីការចរចាក៏ដោយក៏សហរដ្ឋអាមេរិកកំពុងតែរៀបចំផែនការវាយថ្មីទៅលើអ៊ីរ៉ាន់ប្រធានសភាអ៊ីរ៉ាន់បានចោទថាការនិយាយពីការចរចារបស់សហរដ្ឋអាមេរិកគឺគ្រាន់តែជាសម្បកខាងក្រៅតែប៉ុណ្ណោះរីឯគោលដៅផ្ទៃក្នុងរបស់អាមេរិកកំពុងតែត្រៀមលក្ខណៈដើម្បីធ្វើការវាយប្រហារអ៊ីរ៉ាន់នេះគឺជាសម្ដីរបស់ប្រធានសភាអ៊ីរ៉ាន់ម្សិលមិញខ្ញុំបាននិយាយហើយថាហ៊ូទីបានលោតចូលមកក្នុងសង្គ្រាមនេះប្រហែលជាជួយឲ្យអ៊ីស្រាអែលបានសម្រេចជោគជ័យទេដឹងនៅពេលដែលអ៊ីស្រាអែលមិនខ្លាចទាល់តែសោះក្នុងការធ្វើចម្បាំង3សមរភូមិគោលដៅរបស់អ៊ីស្រាអែលស្ថិតនៅក្នុងដៃBenjamin Netanyahuប្រជាជនអ៊ីស្រាអែលទោះរងគ្រោះក៏ដោយក៏មិនខ្លាចនឹងចាញ់ច្បាំងដែរអ្វីដែលអ៊ីស្រាអែលកំពុងធ្វើជួនកាលក៏ជាឧបាយកលដើម្បីបន្តអូសដៃអាមេរិកឲ្យចូលក្នុងសង្គ្រាមជាបបេមាត់ខាងក្រៅអ៊ីស្រាអែលនិយាយថាស្ដាប់តាមអាមេរិកាំងក៏ប៉ុន្តែផ្ទៃក្នុងអ៊ីស្រាអែលតែងតែមានផែនការដើម្បីបំផ្លាញការទូតអាមេរិកាំងកុំឲ្យបានជោគជ័យហើយចង់អូសទាញអាមេរិកាំងឲ្យធ្វើសង្គ្រាមបន្តទៅទៀតគោលដៅមិនមែនធ្វើសង្គ្រាមជាមួយអាមេរិកាំងទេគោលដៅអ៊ីស្រាអែលគឺធ្វើសង្គ្រាមដើម្បីសម្រេចយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដោយខ្ចីដៃអាមេរិកាំងធ្វើអាមេរិកាំងត្រូវបានអ៊ីស្រាអែលអូសដៃក្មេងអាយុ3ឆ្នាំឲ្យទៅធ្វើសង្គ្រាមនេះគឺគ្មានប្រយោជន៍ដល់អាមេរិកច្រើនទេតែមានប្រយោជន៍ដល់អ៊ីស្រាអែលច្រើនជាទីបំផុតនៅពេលដែលក្មេងអាយុ3ឆ្នាំខំប្រឹងរលាស់ខ្លួនចាក់ចាញ់ពីរណ្ដៅដែលជាប់ផងនេះអ៊ីស្រាអែលកំពុងតែដាក់អន្ទាក់ក្មេងហ្នឹងឲ្យជាប់នៅក្នុងរណ្ដៅហ្នឹងដើម្បីឲ្យអាមេរិកាំងបន្តធ្វើសង្គ្រាមនៅអ៊ីរ៉ាន់នេះគឺជាអាថ៌កំបាំងមួយដែលនៅសហរដ្ឋអាមេរិកមិនសូវមានអ្នកណានិយាយចំទេក៏ប៉ុន្តែអ្នកប្រាជ្ញអាមេរិកគាត់តែស្រឡាញ់ស្រុកគាត់ប្រជាពលរដ្ឋអាមេរិកដែលស្រឡាញ់ស្រុកគាត់ក៏គេដឹងនៅក្នុងចំណែកនេះគឺជាលក្ខណៈដ៏សំខាន់ជាទីបំផុតដែលយើងត្រូវមើលសង្គ្រាមនេះគឺជាសង្គ្រាមបើនិយាយទៅថាអាមេរិកកាំងប៉ុន្តែសង្គ្រាមនេះតួអង្គពិតដែលវាដឹកដៃគេឯងចូលក្នុងសង្គ្រាមនេះគឺអ៊ីស្រាអែលមានគោលដៅចង់សម្រេចបាននៅចំណុចគោលដៅមួយដែលពិសេសនៅក្នុងយុទ្ធសាស្ត្ររបស់Benjamin Netanyahuលក្ខណៈនេះមិនមែនជាសង្គ្រាមធម្មតាទេវាជាសង្គ្រាមសាសនារឿងនេះគឺគួរភ័យព្រួយបារម្ភជាទីបំផុតខ្លាចវារាលដាលទៅដល់សង្គ្រាមធំឬក៏រាលដាលដល់សង្គ្រាមលោកលើកទី3ត្រង់នេះគឺលំបាកណាស់លំបាកមែនតើណាមិនមែនម្នាក់មិនដឹងទេប៉ុន្តែប្រទេសមួយតួឯកមួយមានមេដឹកនាំជាអ្នកសម្រេចកិច្ចការដែលមេដឹកនាំអ្នកសម្រេចកិច្ចការកាលណាផុងខ្លួននៅក្នុងរង្វង់យុទ្ធសាស្ត្រនៃអ្វីដែលគេហៅថាមនុស្សដែលមានឥទ្ធិពលធំជាងគេក្នុងពិភពលោកគេអូសដៃទៅសម្រេចកិច្ចការមួយប្រជាជននៅក្នុងពិភពលោកជួនកាលទប់ជាប់ជួនកាលទប់អត់ជាប់ធ្លាក់ទៅក្នុងយុទ្ធសាស្ត្ររបស់មនុស្សដែលមានឥទ្ធិពលមួយអូសទាញឲ្យប្រទេសចូលទៅក្នុងយុទ្ធសាស្ត្រមួយរបស់គេដែលយុទ្ធសាស្ត្រហ្នឹងជួនកាលឆ្លោះឆ្លួយคล้ายទៅជាសង្គ្រាមពិភពលោកនេះគឺជារឿងនៅពីក្រោយខ្នងនៃឈុតឆាកនេះពិបាកនិយាយណាស់មិនមែនរឿងឈ្នះចាញ់កប៉ិកកប៉ុកដោយពួកចង្កួតដែលខំប្រឹងយក fake news ទៅផ្សាយទេវាតាក់ទងនឹងអាថ៌កំបាំងរបស់មនុស្សដែលមានឥទ្ធិពលដែលកំពុងតែធ្វើសង្គ្រាមសាសនាសង្គ្រាមសាសនាដែលគេបន្លំថាជាសង្គ្រាមអ្វីផ្សេងទៀតប៉ុន្តែវាជាសង្គ្រាមសាសនាវាជារឿងដ៏លំបាកជាទីបំផុតសង្គ្រាមនៅបន្តទៅទៀតប្រធានសភាអ៊ីរ៉ាន់បានចោទថាអាមេរិកកាំងត្រៀមវាយជើងគោកទោះបីរងនៅការវាយប្រហារ3មុំមកលើអ៊ីស្រាអែលក៏ដោយក៏អ៊ីស្រាអែលហាក់ដូចជាពេញចិត្តបង្កើតសង្គ្រាមនេះ
ទាហានអ៊ីស្រាអែលម្នាក់ស្លាប់នៅអ៊ីរ៉ង់ស្លាប់នៅលេបាណុនណាអ៊ីរ៉ង់បានធ្វើការវាយប្រហារទៅលើមូលដ្ឋានអាកាសរបស់សាអូឌីបណ្ដាលឲ្យខូចខាតយន្តហោះចាក់ប្រេងលើអាកាសនិងខូចខាតយន្តហោះស៊ើបការសម្ងាត់របស់អាមេរិកកាំងដែលមានតម្លៃអាចចូលដល់$1,000 លានកាលពីម្សិលមួយថ្ងៃការវាយប្រហាររបស់អ៊ីរ៉ាន់ទៅលើវាលយន្តហោះ Prince Sultan Air Base បានបណ្ដាលឲ្យគ្រោះថ្នាក់ទាហានអាមេរិក12នាក់និងខូចខាតយន្តហោះចាក់ប្រេងជាច្រើនគ្រឿងព្រមទាំងយន្តហោះសង្កេតការណ៍ដែលមានតម្លៃជិត$1,000 លាននេះគឺជាការខូចខាតមួយដែលអាមេរិកកាំងទទួលផ្សាយជាព័ត៌មានប៉ុន្តែនៅក្នុងសារព័ត៌មានអាមេរិកកាំងអត់មានអ្នកណាលើកពីការខូចខាតដ៏ធំនេះយកមកនិយាយទេបានន័យថាព័ត៌មានក៏ត្រូវគេបិទឬក៏ត្រូវគេបន្ថយអនុភាពគេមិនបិទទេគេនិយាយប៉ុន្តែគេអត់និយាយថាវាខូចខាតធ្ងន់ការវាយប្រហារមួយក្តាំងទៅលើភូមិសាស្ត្រនៃវាលយន្តហោះជាមូលដ្ឋានអាកាសឈ្មោះ Prince Sultan Air Base នេះគឺខូចខាត$1,000 លានមិនខូចខាតតិចទេបងប្អូនជាការពិតណាការស្លាប់នឹងរបួសមនុស្សវាតិចក៏ប៉ុន្តែការខូចខាតធំណាចុះមិនបានជាខូចខាតធំណាដោយខ្ញុំនិយាយហើយបណ្ដាប្រទេសនៅជុំសមុទ្រត្រូវគេដកអាវុធគេយកទៅជួយអ៊ីស្រាអែលចុះមិនបានអ៊ីស្រាអែលនឹងមានឥទ្ធិពលម្លេះនេះគឺជាចំណុចកុំឲ្យភ្លេចឲ្យសោះថាមិនបានជាសង្គ្រាមហ្នឹងត្រូវអ៊ីស្រាអែលអូសដៃអាក្មេងអាយុ3ឆ្នាំឲ្យវាចូលទៅក្នុងហ្នឹងនៅពេលដែលប្រជាជនអាមេរិកអត់បានដឹងតតែសោះដល់ពេលប្រជាជនអាមេរិកដឹងខំប្រឹងតវ៉ាទាមទារឲ្យចាញ់មកវិញក្មេងអាយុ3ឆ្នាំហ្នឹងវាចាញ់មកវិញអត់រួចវាធ្លាក់ចូលទៅក្នុងរណ្ដៅហ្នឹងពាក្យស្រុកនិយាយម្ដងទៀតអ៊ីស្រាអែលអូសដៃក្មេងអាយុ3ឆ្នាំដែលវាចូលហ្នឹងធ្លាក់ចូលក្នុងសង្គ្រាមអាក្មេងអាយុ3ឆ្នាំហ្នឹងវាចង់ចាញ់ពីរណ្ដៅហ្នឹងមកវិញតែវាចាញ់អត់រួចវារកកន្លែងចាញ់អត់រួចពីព្រោះគ្រប់ពេលសកម្មភាពដែលក្មេង3ឆ្នាំហ្នឹងវាធ្វើអ៊ីស្រាអែលដាក់អន្ទាក់វាជាប់វាជារឿងមួយដែលត្រូវយល់ថាតើអ៊ីស្រាអែលមានឥទ្ធិពលប៉ុណ្ណានៅក្នុងនយោបាយអាមេរិកគឺឥទ្ធិពលខ្លាំងណាស់ពីព្រោះអាចដាក់អន្ទាក់អាក្មេង3ឆ្នាំហ្នឹងអត់ឲ្យកិច្ចរួចរយៈកាលកន្លងមកអាក្មេងអាយុ3ឆ្នាំហ្នឹងវាដឹងថាវាធ្លាក់ទៅក្នុងអណ្ដៅហ្នឹងវាក៏ខំចាញ់ពីអណ្ដៅហ្នឹងមកវិញក៏ប៉ុន្តែចាញ់អត់តាន់រួចទេគ្រប់នយោបាយទាំងអស់ក្មេងអាយុ3ឆ្នាំតាក់ទងទៅសាអូឌីតាក់ទងទៅឥណ្ឌាតាក់ទងទៅចិនតាក់ទងទៅរុស្ស៊ីតាក់ទងទៅប៉ាគីស្ថានគ្រប់ទង្វើការទូតរបស់ក្មេងអាយុ3ឆ្នាំហ្នឹងអ្នកនៅជុំវិញវាសិតតែជាមនុស្សរបស់អ៊ីស្រាអែលទាញឲ្យផែនការហ្នឹងហើយសប្តាហ៍នេះគឺកំពុងតែចង់អូសទាញឲ្យអាមេរិកវាយឡើងគោកឲ្យឆាប់ដើម្បីអីដើម្បីឲ្យអាមេរិករងរបួសសង្គ្រាមរីកធំឡើងសម្រាប់គោលដៅបានរបស់អ៊ីស្រាអែលកន្លះអុកចាញ់មកអញ្ចឹងដល់កន្លះអុកចាញ់មកអញ្ចឹងយើងគិតអំពីឥទ្ធិពលមិនបានជាប្រទេសតូចមួយនេះមានឥទ្ធិពលខ្លាំងម្ល៉េះមិនបានជាប្រទេសតូចមួយនេះមានឥទ្ធិពលខ្លាំងម្ល៉េះមិនដាច់បានជាមនុស្សនៅជុំវិញអាក្មេងអាយុ3ឆ្នាំនេះវាបំរើផលប្រយោជន៍របស់អ៊ីស្រាអែលខ្លាំងម្ល៉េះមិនបានសមាជិកសភានិងព្រឹទ្ធសភាគ្រប់គ្រងខ្លាំងម្ល៉េះមិនបានជាមនុស្សដែលនៅលើទឹកដីមួយនេះបែរទៅជាធ្វើនយោបាយបំរើប្រទេសតូចមួយនោះខ្លាំងម្ល៉េះនេះគឺជាឥទ្ធិពលដែលនិយាយអត់ចាញ់ទេឥទ្ធិពលខ្លាំងណាស់ពេលហ្នឹងហើយដែលយើងមើលឃើញដៃអីមួយដៃហ្នឹងប្រកបទៅដោយឥទ្ធិពលខ្ញុំនិយាយតែប៉ុណ្្នឹងទេអ្នកណាស្ដាប់បានអ្នកណាស្ដាប់បានទេដល់ណាអានេះខ្ញុំគាត់បញ្ចេញប៉ុណ្្នឹងទេមានអាភ្លើខ្លះវាយល់ឃើញថាខ្ញុំកាន់ជើងនេះកាន់ជើងនោះអត់ទេខ្ញុំយករួចខ្លួនខ្ញុំសាំងឡើងថ្លៃទៅនឹងឡើងថ្លៃស្រុកខ្ញុំត្រូវបានអាក្មេងអាយុ3ឆ្នាំហ្នឹងគេដឹកដៃធ្លាក់ដៅអត់ខុសគ្នាទេបងប្អូននៅស្រុកខ្មែរយើងពីដើមឆ្នាំ65អាក្មេងអាយុ3ឆ្នាំមួយឈ្មោះសៃអនុត្រូវបានគេដឹកដៃចូលសង្គ្រាមឥណ្ឌូចិនស្លាប់អស់មនុស្ស3លាននាក់រហូតដល់កូនចៅវាលាយរាជបល្ល័ង្កវាអស់លីងមុនវាងាប់ទៅវាត្រូវផ្ញើកូនញ៉ាចៅវាទៅនឹងមនុស្សរបស់គេវាផ្ញើកូនញ៉ាចៅវាឲ្យអាយ៉ងរបស់គេអញ្ចឹងកូនចៅវាមុនវាដាច់ចោលទៅលាយស្រាប់គេដឹកចំោះវាចូលក្នុងសង្គ្រាមតាំងពីឆ្នាំ1965នៅស្រុកខ្មែរអានោះគ្រាន់តែរឿងភូមិសាស្ត្រនយោបាយតូចមួយអាក្មេងអាយុ3ឆ្នាំគេដឹកចូលទៅសង្គ្រាមបងខ្ញុំអីឡាប់អស់បងឃើញទេឥឡូវនេះខ្ញុំមកនៅនេះខ្លាយទៅជាសាស័យរស់មួយកំពុងមើលឃើញថាអាក្មេងអាយុ3ឆ្នាំនេះត្រូវឥទ្ធិពលគេអូសចូលក្នុងសង្គ្រាមបានមានន័យថាស្ដេចមហាអំណាចក៏គេប្រើបានដែរតើមនុស្សតើឥទ្ធិពលអ្វីក៏ខ្លាំងម្ល៉េះបងប្អូនស្ដេចមហាអំណាច
គេដឹកចំហបានចូលក្នុងភ្លើងសង្គ្រាមអីក៏ខ្លាំងដែរអីក៏ខ្លាំងដែរអញ្ចឹងយើងក៏លេចមើលពីរឿងសង្គ្រាមយូក្រែនវិញតើវាអាចទេដែល Vladimir Putin ត្រូវគេដឹកឲ្យចូលក្នុងសង្គ្រាមហ្នឹងអធិពលនឹងអ្នកណាណាអធិពលនឹងអ្នកណាណាអធិពលនឹងអ្នកណាអូខេអធិពលនឹងអ្នកណាឆ្លើយអត់រួចទេតើតែរៀនសង្កេតថាពិភពលោកមានអធិពលដែលយើងមិនអាចស្គាល់បាននៅពេលដែលយើងស្គាល់ប្រហែលជាយើងលែងមានជីវិតរស់នៅហើយឥឡូវអាក្មេងអាយុ3ឆ្នាំដែលវាចូលហ្នឹងវាដឹងថាវាផងប៉ុន្តែវាចាញ់អត់រួចអីខ្លាំងណាស់បងប្អូនអើយខ្លាំងណាស់បងប្អូនយើងគិតមើលវាស្ដាច់មហាអំណាចវាធ្លាក់ចូលក្នុងដៅហ្នឹងហើយវាខំប្រឹងវាចាញ់គ្រប់ពេលវេលាទាំងអស់ឲ្យតែវាធ្វើអីគេដឹងមុនមនុស្សជុំវិញវាទាំងអស់អត់បំរើវាទេបំរើអ្នកដទៃមនុស្សជុំវិញវាណាអត់បំរើវាទេហើយអត់បំរើប្រជាជនអាមេរិកនាំគ្នាទៅបំរើអធិពលហ្នឹងសមាជិកព្រឹទ្ធសភាម្នាក់និយាយថាខ្ញុំចុកសុកចិត្តស្លាប់ដើម្បីប្រទេសហ្នឹងមិនមែនសុកចិត្តស្លាប់ដើម្បីប្រទេសវានៅនេះទេណាវាសុកចិត្តស្លាប់ដើម្បីប្រទេសហ្នឹងហើយវាជាព្រឹទ្ធសភាជាន់ចាស់ម្នាក់នៅរដ្ឋ Georgia ណាហើយមានព្រឹទ្ធសភាមួយនៅរដ្ឋ Texas បាននិយាយថាព្រះគម្ពីរត្រូវតែឲ្យវាគ្រប់គ្រងប្រទេសហ្នឹងចុយពាក្យមួយម៉ាត់ហ្នឹងមានន័យថាម៉េចមានន័យថាជាសង្គ្រាមសាសនាព្រឹទ្ធសភាល្បីម្នាក់នៅរដ្ឋ Texas បាននិយាយថាព្រះគម្ពីរបានប្រាប់ឲ្យគ្រីស្ទានទាំងអស់គ្រប់គ្រងប្រទេសហ្នឹងហើយព្រឹទ្ធសភាមួយដែលល្បីនៅរដ្ឋ Georgia និយាយថាខ្ញុំសុខចិត្តស្លាប់ដើម្បីប្រទេសហ្នឹងមិនក៏គេនិយាយអញ្ចឹងណាអូខេអត់ទៅមុខទៀតបានទេបងប្អូនតែទៅមុខទៀតខ្លាចគ្រឿងណាបងប្អូនណាការធ្វើដំណើរទៅមុខទៀតខ្លាចគ្រឿងណាខ្ញុំថយក្រោយវិញខ្ញុំអត់ហ៊ានទៅមុខទៀតទេអញ្ចឹង show ហ្នឹងបាក់និយាយដែរណាបាក់និយាយអូខេកុំទៅមុខទៀតថយក្រោយវិញនិយាយលេងវិញអូខេណាសរុបសេចក្តីមកគឺកំពុងតែជាចំណុចមួយដ៏លំបាកជាទីបំផុតហើយមិនមែនតែប្រទេសអាមេរិកទេប្រទេសនៅអឺរ៉ុបក៏ឥទ្ធិពលនឹងគ្រប់គ្រងបានទាំងអស់ក្បាលម៉ាស៊ីនធំត្រូវឥទ្ធិពលនឹងគ្រប់គ្រងបានទាំងអស់អញ្ចឹងហើយបានខ្ញុំដាក់អេក្រង់ខាងក្រោយណាបច្ចេកវិទ្យាវិសមត្ថភាពបំណុលផ្ដាច់ខ្លួននិងភាពតានតឹងនៃភូមិសាស្ត្រគេគ្រប់គ្រងបាទថត play ត្រូវហើយបងអញ្ចឹងថយក្រោយនិយាយលេងវិញណានិយាយលេងវិញនិយាយលេងអត់បាននិយាយលេងឲ្យបានសេចក្តីសុខលួចបន្លំពាក្យពី3ម៉ាត់ប្រាប់ឲ្យត្រជាតែវៃឆ្លាតស្ដាប់បានយល់បានពីឥទ្ធិពលមួយដ៏អស្ចារ្យដ៏មានកម្លាំងដែលអាចអូសទាញឲ្យមេដឹកនាំសំខាន់ក្នុងពិភពលោកធ្វើនៅអ្វីមួយដែលយើងមិនអាចយល់បានដោយគោលដៅនៃយុទ្ធសាស្ត្រនោះមិនមែនជាយុទ្ធសាស្ត្រនៅក្នុងចក្ខុវិស័យនៃសមត្ថភាពប្រទេសមួយបានមើលឃើញទាំងអស់នោះទេទោះបីមើលឃើញខ្លះក៏ដោយក៏ការនិយាយចាញ់ច្រើននឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួនវិនាសសាបសូន្យអធិពលមួយនេះប្រកបទៅដោយកម្លាំងខ្លាំងក្លាដែលមិនគួរឲ្យជឿឡើយនៅក្នុងលោកនេះតើហេតុដូចម្ដេចបានជាអធិពលនេះខ្លាំងម្ល៉េះនោះអាចឆ្លើយបានដោយការសិក្សាទៀងទាត់សង្កេតដោយយកចិត្តទុកដាក់ក៏ប៉ុន្តែការហាមាត់និយាយច្រើនអាចធ្វើឲ្យសេចក្តីវិនាសកើតឡើងពីព្រោះអធិពលនេះខ្លាំងក្លាសម្បើមណាស់អធិពលដ៏អស្ចារ្យនេះអាចប្រើមនុស្សដ៏មានអធិពលសំខាន់ក្នុងពិភពលោកឡើងសូម្បីតែសង្គ្រាមលោកទី1សង្គ្រាមលោកទី2សង្គ្រាមលោកខាងមុខក៏អធិពលនេះនៅតែមានដដែលដូច្នេះការសិក្សាទាំងឡាយដែលតាក់ទងពីភូមិសាស្ត្រនយោបាយតាក់ទងពីប្រវត្តិសាស្ត្រចូលកុំភ្លេចសិក្សាអំពីសាសនាដែលជាអធិពលរាប់ពាន់ឆ្នាំនៅតែជាកម្លាំងដ៏ខ្លាំងមកលើមនុស្សរស់ក្នុងភពផែនដីសូត្រធម៌មួយសិនដើម្បីសេចក្តីសុខសប្បាយសូត្រធម៌មួយសិនសូត្រធម៌មួយសិនបាទសូត្រធម៌មួយសិនតែត្រីទៀងសូត្រធម៌សិនប្រឡប់សិនតលប្រឡប់អញ្ចឹងហើយបានមានឈ្មោះថាអាចេមភ្លើអានេះម្ដងបាយឆ្នាំល្ងីល្ងើអញមិនទៅមុខអញខ្លាចដែរអញខ្លាចដាច់ពងអញអត់ហ៊ានទៅមុខអញនៅថយក្រោយវិញណាធម្មតាកាលណានិយាយអីទៅឈួតទៅគេមិនសូវកាន់ណាទៅយល់ទេឈួតគេមិនសូវកាន់អូខេ